នេះគឺជារបៀបចងຂະຫນາດกระดาษ A4 នៅក្នុង Microsoft Word នៅពេលដែលបងប្អូនបើកក្នុង Microsoft Word គឺវាជាប់ຂະຫນាด A4 យកតែម្ដងតែមិនចាំបាច់ដូរចូលឡើយឥឡូវនេះយើងចូលទៅក្នុង Microsoft Word ទាំងអស់គ្នាឬហើយយើងបើកស្លឹកកិច្ចការថ្មីមួយនោះបន្តមកទៀតយើងចូលទៅកាន់ layout បន្តទៀតយើងមើលកន្លែង size គឺឃើញថានៅពេលដែលបើកកម្មវិធីមកវានឹងលោតជាប់ letter យកទៅមកតែសម្រាប់ຂະຫນາດស្តង់ណាគេយក A4 អញ្ចឹងដើម្បីចងវាជាប់យើងចុចទៅលើ A4 នោះមួយមកឃើញថាกระดาษនេះវា CJ សងខាងដើម្បីដោះស្រាយបញ្ហាហ្នឹងយើងចូលទៅ margin បន្ទាប់មកយើងយកពាក្យថា around បន្ទាប់មកគឺវានឹងកាត់បន្ថយ space ឲ្យយើងហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងចូលទៅកន្លែងចំណុចនេះបន្ទាប់មកទៀតយើងចុចកន្លែង set default បន្ទាប់មកទៀតយើងចុចពាក្យថា yes យើងបន្តពីនឹងមកយើងចងបានសម្រាប់ឲ្យចឹងទៅការបិទកម្មវិធីចោលសិនតាមទៀតនៅការបើកតេស្តវាភាសាទៀតចូលទៅ new project ដដែលហើយយើងមើលទៅកាន់កន្លែង layout ដើម្បីមើលຂະຫນາດថាយើងបានចងຂະຫນាដ A4 ត្រឹមត្រូវហើយនៅអញ្ចឹងឃើញថាយើងបានចងជោគជ័យហើយពីចុងក្រោយសម្រាប់បងប្អូនដែលមានបញ្ហាទៅលើ Microsoft Word បងប្អូនអាចតាក់ទងមកខ្ញុំបានតាមរយៈ link Telegram ដែលនៅ description ខាងក្រោមឬមួយក៏នៅលើអេក្រង់នេះផ្ទាល់